នេះជាវីដេអូណែនាំអំពីការដែលយើងចង់ចុះឈ្មោះចូលរៀននៅមេរៀនរកលុយតាម Music AI តាមរយៈ MYouth IOAB អញ្ចឹងនៅក្នុងហ្នឹងគឺមាតិកាដែលយើងត្រូវរៀនប្រហែលចំណុចដែលយើងបានមើលឃើញទាំងអស់នេះចំណុចដំបូងដែលយើងត្រូវមើលគឺយើងត្រូវពិនិត្យមើលគម្រោងឲ្យបានលម្អិតថាតើគម្រោង1 2 3គម្រោងមួយណាដែលល្អសម្រាប់យើងទៅមើលខ្ទង់ចំណាយតែយើងចង់ចំណាយនៅក្នុងខ្ទង់មួយណានៅក្នុងគម្រោង1 2 3ហ្នឹងខ្ញុំនឹងប្រាប់អំពីការ contact ដើម្បីទទួលបានព័ត៌មានពីខាងខ្ញុំទៅតែយើងគួរតែទៅ subscribe ឬក៏ follow page មួយណាដើម្បីបានព័ត៌មាន update ជាបន្តម្ដងម្កាលអីចឹងណាមេរៀនទី1គឺយើងនឹងចុះឈ្មោះអំពីការបង្កើត Apple account ដើម្បីយើងយក Apple account ហ្នឹងទៅ sign up ជាមួយនឹង MYouth ហើយមេរៀនទី2គឺយើងចុះឈ្មោះ MYouth ហ្នឹងមានន័យថាពេលដែលយើងបង្កើត account ហើយយើងអាចទៅចុះឈ្មោះបានដែរអញ្ចឹងខ្ញុំនឹងបង្ហាញនៅក្នុងមេរៀនទី2ធ្វើខ្លីៗដើម្បីឲ្យស្រួលយល់ហើយចូលមកមេរៀនទី3យើងនឹងចុះឈ្មោះទៅលើ AI មួយដែលយើងអាចនិយាយថាវាជា the base AI ហើយក្នុងនេះខ្ញុំដាក់ថាកំពូល AI មានន័យថា AI ហ្នឹងវាអាចបង្កើតសាច់រឿងឲ្យយើងបានល្អជាង AI ផ្សេងទៀតដែលខ្ញុំធ្លាប់ធ្វើអញ្ចឹងកន្លែងហ្នឹងខ្ញុំប្រើពាក្យថាកំពូលចេញពីខ្ញុំទៅទេមិនប្រកាសថាទាំងអស់គ្នានឹងគិតថាវាកំពូលដែរទេប៉ុន្តែខ្ញុំគិតថាវាជាកំពូល AI គឺជា AI ដែលល្អដែលអាចធ្វើឲ្យ lyric ចម្រៀងរបស់យើងហ្នឹងល្អប្រសើរលៀងល្អហើយក៏វាមានអត្ថន័យសមស្របទៅតាមនឹងដែរអញ្ចឹងខ្ញុំនឹងបង្ហាញអំពីរបៀបចុះឈ្មោះទៅលើ AI ហើយ AI នឹងឈ្មោះអីខ្ញុំនឹងប្រាប់នៅក្នុងមេរៀនហ្នឹងហើយចូលមេរៀនទី4គឺចុះឈ្មោះ website ដើម្បីបង្កើតចម្រៀងអញ្ចឹងក្រោយពីយើងបានឲ្យវាបង្កើតជា lyric ហើយយើងត្រូវមាន website មួយទៀតដើម្បីបង្កើតឲ្យ generate ពី lyric ហ្នឹងទៅជាចម្រៀងឲ្យយើងអញ្ចឹងយើងត្រូវមកចុះឈ្មោះ track កន្លែងនេះគឺមានន័យថា song ហ្នឹងឯងគឺចម្រៀងដែលមានអ្នកច្រៀងដែលមានភ្លេងណាហ្នឹងឯងអញ្ចឹងយើងអាច generate ក្នុងការចុះឈ្មោះជាមួយ website ដើម្បីបង្កើតចម្រៀងដែលយើងផលិតចេញពី AI កំពូល AI នេះអញ្ចឹងវាត្រូវជាប់គ្នាពីហ្នឹងមេរៀនទី4ទី3ទី4ហ្នឹងហើយសម្រាប់មេរៀនទី5គឺយើងមកបង្កើតចម្រៀងយើងចាប់ផ្ដើមពេលយើងចុះឈ្មោះបានហើយយើងចូលមកបង្កើតចម្រៀង tool សិនហើយជាមួយនឹងគម្របឬក៏យើងហៅភាសាអង់គ្លេសហៅថា artwork រូបខាងមុខរបស់ចម្រៀងយើងបើអ្នកនរគ្នាមានជំនាញធ្វើអាហ្នឹងកាន់តែល្អអាហ្នឹងវាកាន់តែប្រសើរសម្រាប់ចម្រៀងឬក៏ track របស់យើងដោយសារតែកាន់តែរូបវាទាក់ទាញវាធ្វើឲ្យគេចូលមើលចម្រៀងរបស់យើងបានច្រើនហើយអញ្ចឹងនៅក្នុងហ្នឹងយើងនឹងបង្ហាញមេរៀនទី5ហ្នឹងយើងបង្ហាញអំពីរបៀបបង្កើតចម្រៀង tool ហើយបង្កើតគម្របរបស់វាហើយមេរៀនទី6ក៏មិនខុសគ្នាពីទី5ដែរគឺបង្កើតចម្រៀងដែរប៉ុន្តែជាសាច់រឿងមានន័យថាជា albumធម្មតា album កាលណា album track គឺបដោតទៅលើសាច់រឿងមានន័យថារឿងវាប្រតិកលាគ្នាចងភ្ជាប់គ្នាអញ្ចឹងណាកន្លែងហ្នឹងហើយដែលយើងត្រូវការកំពូល AI នេះដើម្បីផលិតជាសាច់រឿងឲ្យយើងហើយយើងយកមក generate ចូលទៅក្នុង website ដែលយើងបានចុះឈ្មោះជាមួយនេះហើយមកដល់មេរៀនទី7យើងនឹងដាក់ការផ្សព្វផ្សាយមានន័យក្រោយពីយើងបង្កើតចម្រៀង tool រួចហើយនេះអញ្ចឹងយើងយកមក release ចូលដាក់ការផ្សព្វផ្សាយចូលទៅក្នុង store ផ្សេង store ជាច្រើនដែលនៅក្នុង MYouth នឹងមានន័យថាយើងដាក់ផ្សព្វផ្សាយនៅចម្រៀង tool ជាមុនសិននៅក្នុងមេរៀនទី7មេរៀនទី8ក៏ជាការដាក់ផ្សព្វផ្សាយដែរប៉ុន្តែយើងដាក់ជាការផ្សព្វផ្សាយមិនមែន tool ទេកន្លែងនេះខ្ញុំសេខុសសាច់រឿងខ្ញុំនិយាយចេះវិញណាខ្ញុំរៀងសាច់រឿងហ្នឹងគឺយើងផ្ដោតទៅលើ album ណាហ្នឹងហើយសាច់រឿងចូលផ្សព្វផ្សាយអញ្ចឹងយើងហៅ release album tracks ចូលទៅក្នុង store ចំណុចទី9គឺយើងបំពេញព័ត៌មានក្រោយពីយើងដាក់ផ្សព្វផ្សាយហើយគឺយើងត្រូវរងចាំចម្រៀងរបស់យើងវាបានផលមានអ្នកចូលមើលមានអ្នកចូលស្ដាប់អីចឹងទៅអញ្ចឹងយើងនឹងអាចបានផលបានចំណូលពីហ្នឹងឯងបន្ទាប់មកទៀតគឺយើងត្រូវបំពេញព័ត៌មានសម្រាប់ស្នើសុំដកលុយអញ្ចឹងយើងត្រូវបំពេញនៅព័ត៌មានរបស់យើងផ្ទាល់ខ្លួនហើយនឹងបំពេញព័ត៌មានតាក់ពន្ធណាទាំងអស់ហ្នឹងគឺអត់អីទេនៅក្នុង MYouth នៅពេលដែលយើងសុំស្នើសុំដកលុយគឺសេវារបស់វាធូរថ្លៃដែរទេត្រឹមតែ$14ទេក្នុងការដែលយើងសុំដកលុយម្ដងវាកាត់$14ពេលចូលមកដល់ធនាគារខ្មែរយើងហើយមេរៀនទី10គឺការស្នើសុំដកលុយយើងផ្ទាល់ដើម្បីចូលក្នុងធនាគាររបស់យើងតែយើងដកយ៉ាងម៉េចកន្លែងនេះតែមេរៀនទី9តែយើងបំពេញព័ត៌មានយ៉ាងម៉េចក្រោយពីបំពេញព័ត៌មានហើយពេលមានលុយដកយើងស្នើសុំដកយ៉ាងម៉េចអាហ្នឹងវាខុសគ្នាណាដល់មេរៀនទី11គឺជាមេរៀនគឺជាចំណុចដែលខ្ញុំធ្វើបច្ចុប្បន្នភាពបើសិនជាចំណុចទាំងអស់ហ្នឹងវាមានអីប្រែប្រួលទៀតអាហ្នឹងយើងប្រែប្រួលមេរៀនទៅតាមហ្នឹងមានន័យថាមេរៀនបន្ថែមក្នុងហ្នឹងអញ្ចឹងបើមានអីអាប់ដេតខ្ញុំនឹងអាប់ដេតមេរៀនបន្តទៀតនៅបច្ចុប្បន្នហ្នឹងវាមានចំណុចទាំងអស់នេះដែលយើងត្រូវរៀនបន្ថែមទៅលើមេរៀនមានការ request ទៅលើ official artist channel តែយើងចូល request យកសញ្ញា artist សញ្ញាអ្នកភ្លេងហ្នឹងយ៉ាងម៉េចសញ្ញាសិល្បករហ្នឹងយើងស្នើសុំយ៉ាងម៉េចនៅក្នុង MYouth ហើយមួយទៀតគឺយើងស្នើសុំយក Spotify សម្រាប់ artist ហ្នឹងយ៉ាងម៉េចនៅលើ MYouth ហ្នឹងហើយមួយទៀតអានេះដែលសំខាន់ដែរ audio mark នេះសម្រាប់ artist ហ្នឹងក៏យើងស្នើសុំវាដែរ
ព្រោះអាហ្នឹងវាជាប់អាហ្នឹងវាភាគច្រើនវា link ភ្ជាប់ជាមួយ content ID អញ្ចឹងយើងនឹងមកសិក្សាអំពី content ID ហើយនឹង social connection តើយើងភ្ជាប់អា social connection ទៅជាមួយនឹង RT របស់យើងយ៉ាងម៉េចនៅក្នុង MU ហ្នឹងហើយចុងក្រោយគេគឺខ្ញុំនឹងបង្ហាញអំពីចំណុចសំខាន់បន្ថែមនៅលើ MU ហ្នឹងអំពី insight មានន័យថាតើយើងទៅមើលអ្នកដែលចូលមើលមិនទៅអ្នកចូលមើលពីប្រភពណាពីប្រទេសណាមានប្រមាណពីអាល់ប៊ុមមួយណាហើយនឹង analyze តិចវាហ្នឹងទាំងចំណូលទាំងអីហ្នឹងគឺយើងអាចមើលឃើញនៅពេលដែលទិន្នន័យរបស់យើងបានគ្រប់គ្រាន់អញ្ចឹងខ្ញុំនឹងបង្ហាញអំពីរបៀបចូលទាំងអស់ហ្នឹងនេះជាមេរៀនត្រួសដែលខ្ញុំរៀបរាប់មកហ្នឹងប៉ុណ្ណឹងគឺយើងត្រូវរៀនប៉ុណ្ណឹងប៉ុន្តែវាមិនតែប៉ុណ្ណឹងទេវាអាចនឹងច្រើនជាងនឹងទៀតនៅពេលដែលយើងធ្វើជាក់ស្ដែងហើយមានអ្វីអាប់ដេតថ្មីអញ្ចឹងខ្ញុំនឹងអាប់ដេតជាប្រចាំបន្តទៀតអញ្ចឹងសម្រាប់អ្នកដែលចង់ចុះឈ្មោះអាចចុះឈ្មោះមករៀនបានជាមួយនឹងវគ្គសិក្សាមួយហ្នឹងតាក់ទងខ្ញុំជាមួយនឹង Telegram បាទជាមួយនឹង Telegram របស់ខ្ញុំផ្ទាល់តែម្ដងទៅអញ្ចឹង Telegram ហ្នឹងគឺ username គឺ srtip_admin ហ្នឹងហើយអញ្ចឹងវាយ username អញ្ចឹងមកហើយតាក់ទងមកខ្ញុំមក Telegram របស់អ្នកនរគ្នាអញ្ចឹងនេះជា contact សម្រាប់រៀនហ្នឹងហើយ